ចាជំរាបសួរនឹងសួស្តីបងប្អូនទាំងអស់គ្នាអ្នកព្រួយឈ្មោះនៅឆយីបង្រៀនមុខវិជ្ជារូបវិទ្យានៅវិទ្យាល័យព្រះសីសុវត្ថិសាលារៀនចំនួនថ្មីចាថ្ងៃនេះយើងជួបគ្នាសាជាថ្មីម្ដងទៀតហើយនៅមេរៀនទី3កម្ដៅចាតចប់ចាអញ្ចឹងខ្លឹមសារថ្ងៃនេះគឺយើងនិយាយពីកម្ដៅឡាតង់ចាអញ្ចឹងនៅក្នុងកម្ដៅឡាតង់យើងនឹងស្គាល់ពីចំណុចគឺចំណុចកម្ដៅចានិងចំណុចទី4គឺកម្ដៅឡាតង់ចាហើយក្នុងកម្ដៅឡាតង់នេះដែរគឺមានចេញទី2គឺកម្ដៅឡាតង់រលាយនិងកម្ដៅឡាតង់បង្ហួតចាហើយនៅក្នុងខ្លឹមសារនេះបងប្អូនទាំងអស់គ្នាអាចបើកសៀវភៅពុំទំព័រ71ដល់80ដើម្បីមើលខ្លឹមសារនេះឲ្យកាន់តែលម្អិតចាបន្ទាប់ពីយើងបានបញ្ចប់ខ្លឹមសារនេះបងប្អូនទាំងអស់គ្នានឹងមានសមត្ថភាពទី1ឲ្យនិយមន័យចំណុះកម្ដៅបានច្បាស់លាស់ចាចំណុចទី2គឺញែកកម្ដៅឡាតង់រលាយនិងកម្ដៅបង្ហួតបានត្រឹមត្រូវចានិងចំណុចចុងក្រោយគឺប្រុងប្រយ័ត្នក្នុងការបំបែកខ្នាតពេលគណនាលំហាត់ចាអញ្ចឹងបងប្អូនសង្កេតមើលរូបនេះទាំងអស់គ្នាចាដោយឡែករូបទី1យើងមានម៉ាស់ដាក់ម៉ាស់គឺ100ក្រាមចានេះឆ្នាំងទី1របស់យើងដាក់ម៉ាស់100ក្រាមចំណែកឆ្នាំងទី2ដាក់ម៉ាស់1000ក្រាមចាហើយយើងបដូរបរិមាណកម្ដៅដំបូងស្មើគ្នាអញ្ចឹងពេលដែលយើងបដូរបរិមាណកម្ដៅស្មើគ្នាប្រកបជាយើងសង្កេតឃើញថាឆ្នាំងទី1ប្រកបជាពុះមុនឆ្នាំងទី2ចាមែនទេចាអញ្ចឹងដើម្បីឲ្យឆ្នាំងទី2និងឆ្នាំងទី1នឹងពុះក្នុងពេលដំណើរគ្នាអញ្ចឹងយើងត្រូវបន្ថែមកម្ដៅ10ដងនៃបរិមាណកម្ដៅឆ្នាំងទី1ចាអញ្ចឹងហើយបានគេនិយាយថាចំណុះកម្ដៅចាអញ្ចឹងចំណុះកម្ដៅគឺជាអ្វីបងប្អូនគ្នាចំណុះកម្ដៅគឺជាបរិមាណកម្ដៅចាំបាច់សម្រាប់ដំឡើងឬក៏ដំណយសីតុណ្ហភាព1 Kelvin ឬ1អង្សាសេនៃអង្គធាតុ1ចាអញ្ចឹងហើយដើម្បីត្រូវការឲ្យឆ្នាំងទី1និងឆ្នាំងទី2ពុះក្នុងពេលដំណើរគ្នាយើងត្រូវការបរិមាណកម្ដៅគឺ10ដងដើម្បីដំឡើងសីតុណ្ហភាពទឹកនឹងឲ្យកើន1អង្សាសេឬ1 Kelvin នៃអង្គធាតុ1នោះចាអញ្ចឹងតកតងលក្ខណៈបែបនេះហើយយើងហៅថាចំណុះកម្ដៅចាហើយចំណុះកម្ដៅរបស់យើងគឺតាមអក្សរសេរធំចាអញ្ចឹងបងប្អូនកុំច្រឡំជាមួយកម្ដៅម៉ាស់ណាកម្ដៅម៉ាស់យើងតាមអក្សរសេរតូចចំណែកឯចំណុះកម្ដៅយើងតាមអក្សរសេរធំចាតាមរយៈនិយមន័យរបស់យើងទាញបានចំណុះកម្ដៅរបស់យើងមានរូបមន្តសេធំស្មើនឹងគុយចែកនឹង delta t ចាដោយយើងបានសិក្សាពីថ្ងៃមុន delta t តូចស្មើនឹង delta t ធំចាអញ្ចឹងយើងអាចទាញបានសេស្មើនឹងគុយលើ delta t ធំចាអញ្ចឹងចំណុះកម្ដៅរបស់យើងយកគុយចែកនឹង delta t តូចក៏បានឬគុយចែកនឹង delta t ធំក៏បានចាអញ្ចឹងយើងនឹងដឹងមើលពេលដែលយើងយកគុយចែកនឹង delta t តូចតើខ្នាតចំណុះកម្ដៅគិតជាអ្វីហើយនៅពេលដែលគុយយកមកចែកនឹង delta t ធំតើខ្នាតចំណុះកម្ដៅគិតជាអ្វីចឹងហើយបានគេថា1 កែវដំឡើងឬក៏លំហយសីតុណ្ហភាព1 Kelvin ឬក៏1អង្សាសេអញ្ចឹងចំណុះកម្ដៅគឺបត់បែនទៅតាម delta t ចាហើយយើងក៏មានរូបមន្តមួយទៀតដែរនៅពេលដែលយើងដឹងថាគុយมันមានរូបមន្តស្មើអំសេ delta t ចាអញ្ចឹងយើងសម្រួល delta t ទៅយើងបានសេធំស្មើនឹងម៉ាស់គុណនឹងសេតូចចាអញ្ចឹងសរុបទៅចំណុះកម្ដៅរបស់យើងមានរូបមន្ត3ដើម្បីឲ្យបងប្អូនទាំងអស់គ្នាជ្រើសរើសតើត្រូវនឹងសមិទ្ធកម្មឬក៏ត្រូវនឹងបាតុភូតបែបណាចាអញ្ចឹងទី1គុយចែកនឹង delta t តូចទី2សេធំស្មើនឹងគុយចែកនឹង delta t ធំចានិងទី3សេធំស្មើនឹង m គុណនឹងកម្ដៅម៉ាស់សេតូចចាគុយយើងហៅថាបរិមាណកម្ដៅខ្នាតគិតជាស៊ូម៉ាស់គឺហៅថាm ហៅថាម៉ាស់ខ្នាតគិតជាគីឡូក្រាមសេចំណុះកម្ដៅចាអញ្ចឹងករណី delta t នេះយើងគិតជាអង្សាសេយើងខ្នាតស៊ូក្នុង1អង្សាសេចំណុះកម្ដៅយើងកាលណាដែលយើងយកគុយលើ delta t ធំខ្នាតគឺស៊ូក្នុង1 Kelvin ចាអញ្ចឹងបត់បែនចាអញ្ចឹងតកតងទៅនឹងបរិមាណកម្ដៅបើសិនជាគេប្រាប់ជាស៊ូយើងដោះស្រាយជាស៊ូទៅតែបើសិនបើគេប្រាប់ជាកាឡូរីយើងបំបែកទៅដែលយើងដឹងថា1កាឡូរីស្មើនឹង 4.19 ស៊ូចាអញ្ចឹងបន្ទាប់ពីយើងបានសិក្សាពាក្យតកតងនឹងចំណុះកម្ដៅហើយយើងចូលចំណុចទី4គឺកម្ដៅឡាតង់ចាកម្ដៅឡាតង់បាននិយាយចេញពី2គឺកម្ដៅឡាតង់រលាយនិងកម្ដៅឡាតង់បង្ហួតឥឡូវយើងមកស្គាល់តកតងនឹងកម្ដៅឡាតង់រលាយតើអ្វីទៅកម្ដៅឡាតង់រលាយនឹងចាមុននឹងស្គាល់កម្ដៅឡាតង់រលាយយើងមកស្គាល់ពាក្យការរលាយបន្តិចចាការរលាយគឺជាដំណើរផ្លាស់ប្ដូរភាពពីរឹងទៅរាវចា
កាលណាដែលអង្គធាតុមួយផ្លាស់ដូរភាពវាពីរឹងទៅរាវយើងហៅសកម្មភាពបែបនោះថាការរលាយឬក៏រលាយចាអញ្ចឹងហើយកម្ដៅម៉ាស់ឡាតុងរលាយគឺជាអ្វីចាអញ្ចឹងកម្ដៅឡាតុងរលាយគឺជាបរិមាណកម្ដៅចាំបាច់ដើម្បីបដូរភាពពីរឹងទៅរាវឬក៏ច្រាស់មកវិញដោយគ្មានផ្លាស់ប្ដូរសីតុណ្ហភាពចាដោយឧទាហរណ៍តកតងទៅនឹងស្ថានភាពតកកចាអញ្ចឹងតកកក៏នៅ0អង្សាចំណែកនៅពេលដែលចំណុចរលាយរបស់វាក៏0អង្សាអញ្ចឹងហើយបានគេមាន0រឹងនិង0រាវចាអញ្ចឹងអាត្រង់ចំណុចហ្នឹងហើយយើងអាចគណនាកម្ដៅឡាតុងរលាយរបស់តកកបានចាអញ្ចឹងយើងមានរូបភាពមួយដែលការផ្លាស់ប្ដូរភាពពីរឹងទៅរាវឬក៏ពីរាវទៅរឹងអញ្ចឹងហើយបានគេដាក់សញ្ញាព្រួនទៅមកចាអញ្ចឹងវាអាចផ្លាស់ប្ដូរភាពពីរាវទៅរឹងឬក៏ពីរឹងទៅរាវវិញចាតែស្ថានភាពនៃចំណុចវាផ្លាស់ប្ដូរភាពហ្នឹងគឺអត់ផ្លាស់ប្ដូរសីតុណ្ហភាពទេគឺដដែលគឺ0រឹងនិង0រាវចាអញ្ចឹងកម្ដៅម៉ាស់ឡាតុងកម្ដៅឡាតុងលាយយើងតាមអក្សរគុយអេសចាអញ្ចឹងប្រសិនបើគេនិយាយពីកម្ដៅឡាតុងលាយយើងចំណាំទៅគឺតាមអក្សរគុយអេសចាហើយមានរូបមន្តគុយអេសស្មើនឹងម៉ាស់គុណនឹងកម្ដៅម៉ាស់ឡាតុងលាយចាអញ្ចឹង LS យើងតាំងដោយកម្ដៅម៉ាស់ឡាតុងរលាយចាយើងចំណាំដើម្បីគណនាកម្ដៅឡាតុងរលាយយើងប្រើរូបមន្តគុយ S ស្មើនឹងម៉ាស់គុណនឹង LS ចានេះជារូបមន្តដែលយើងអាចគណនាកម្ដៅឡាតុងបានចាអញ្ចឹងម៉ាស់យើងយើងហៅថាម៉ាស់របស់អង្គធាតុគិតជាគីឡូក្រាមចំណែកឯគុយ S នេះយើងហៅថាកម្ដៅឡាតុងរលាយខ្នាតគិតជាស៊ូមចាហើយ LS វិញយើងហៅថាកម្ដៅម៉ាស់ឡាតុងរលាយខ្នាតគិតជាស៊ូក្នុង1គីឡូក្រាមចាបងប្អូនចំណាំទៅក្នុងករណីដែលម៉ាស់គិតជាគីឡូក្រាមអញ្ចឹងកម្ដៅម៉ាស់ឡាតុងរលាយគឺស៊ូក្នុង1គីឡូក្រាមចាចំណែកតកតងនឹងកម្ដៅម៉ាស់ឡាតុងរលាយនៃតកករបស់យើងដែរគឺកម្ដៅម៉ាស់របស់វាគឺមានតម្លៃចា340000ចា340000ស៊ូក្នុង1គីឡូក្រាមឬក៏យើងអាចសរសេរបាន34គុណ10សេគុណ4ស៊ូក្នុង1គីឡូក្រាមចាអញ្ចឹងក្នុងស្លាយនេះគឺនិយាយពីរូបមន្តដើម្បីគណនាកម្ដៅឡាតុងរលាយគុយ S ស្មើនឹង M គុណនឹង L S ចាអញ្ចឹងយើងមកចូលចំណុចមួយទៀតគឺកម្ដៅឡាតុងបង្ហួតកម្ដៅឡាតុងបង្ហួតតើកម្ដៅនឹងគឺចង់និយាយពីអ្វីចាអញ្ចឹងមុននឹងចូលដល់កម្ដៅឡាតុងបង្ហួតយើងមកស្គាល់ពីបង្ហួតជាមុនសិនចាការបង្ហួតគឺជាអ្វីចាការបង្ហួតគឺជាដំណើរផ្លាស់ប្ដូរភាពពីរាវទៅជាចំហាយចានេះជានិយមន័យនៃការបង្ហួតចាហើយបង្ហួតនេះដែរគឺមានភាពរកពីរដែលយើងអាចបង្ហួតនឹងបានចាអញ្ចឹងទី1គឺរំពុះនិងរំហួតចាអញ្ចឹងការបង្ហួតដូចគ្នាតែឆ្លងកាត់រំពុះយើងហៅថាការរំពុះចំណែកឯយើងហៅថាបង្ហួតដូចគ្នាតែអត់ឆ្លងកាត់រំពុះទេអញ្ចឹងយើងឲ្យនិយមន័យថាហៅថារំហួតចាអញ្ចឹងការរំហួតគឺជាការបង្ហួតទឹកឬក៏សារធាតុរាវដែលមិនឆ្លងកាត់រំពុះចំណែកឯរំពុះគឺជាការបង្ហួតទឹកដែរតែឆ្លងកាត់រំពុះចាអញ្ចឹងតកតងរំពុះយើងតែងជួបក្នុងជីវភាពប្រចាំថ្ងៃគឺយើងដាំទឹកចាចំណែកឯរំហួតវិញយើងជួបក្នុងជីវភាពប្រចាំថ្ងៃគឺយើងអត់ដាំទឹកទេហើយយើងភាគច្រើនយើងសែនកង់ម៉ាសែនជំនាញផ្ទះយើងដាក់ទឹកមួយកែវឬក៏យើងអត់យើងគ្រាន់យកទឹកមួយកែវដាក់វាចោលចាអញ្ចឹងយើងត្រូវការពេលដើម្បីបង្ហួតទឹកនឹងឲ្យអស់ពីកែវចាអញ្ចឹងតកតងនឹងរំពុះហើយនឹងរំហួតនេះដែរគឺតកតងរំពុះគឺយើងប្រើរយៈពេលខ្លីជាងដើម្បីបង្ហួតទឹកចំណែកឯរំហួតវិញយើងប្រើរយៈពេលយូរបន្តិចដើម្បីឲ្យទឹកនឹងហួតអស់ចាអញ្ចឹងមានភាពខុសគ្នាតែប៉ុណ្ណឹងតកតងទៅនឹងរំពុះហើយនឹងរំហួតចាតែអត្ថន័យរបស់វាគឺនៅតែបង្ហួតសារធាតុរាវនោះឲ្យអស់ចាអញ្ចឹងនៅក្នុងត្រង់ចំណុចនេះដែរបងប្អូនអាចបើកសៀវភៅពុំបងប្អូនអរគ្នាដើម្បីមើលពីភាពខុសគ្នារវាងរំហួតនិងរំពុះឲ្យកាន់តែលម្អិតជាងនេះទៅទៀតចាអញ្ចឹងយើងមកស្គាល់តកតងទៅនឹងកម្ដៅឡាតុងបង្ហួតចាតើគេប្រើប្រាស់វានៅពេលណាចាអញ្ចឹងកម្ដៅឡាតុងបង្ហួតនេះដែរគឺជាបរិមាណកម្ដៅចាំបាច់ដើម្បីបង់คล้ายពីភាពរាវទៅជាចំហាយឬក៏ច្រាស់មកវិញដែលគ្មានផ្លាស់ប្ដូរសីតុណ្ហភាពចាអញ្ចឹងនៅពេលដែលយើងដាំទឹកយើងដាំយូរទៅទឹកនឹងហួតអស់ទៅជាចំហាយចាអញ្ចឹងលក្ខណៈបែបនេះហើយយើងប្រើកម្ដៅឡាតុងបង្ហួតចាហើយយើងត្រូវដឹងចំណុចរំពុះនៃទឹកអញ្ចឹងបើសិនជាយើងនិយាយលើ
ទឹកសុទ្ធគឺចំណុចរំពុះរបស់វាគឺ100អង្សាសេអញ្ចឹងដើម្បីបង្ហួតក៏នៅតែ100អង្សាសេដែរចាអញ្ចឹងហើយនៅពេលដែលអ្នកទាំងអស់គ្នាគូយ៉ាក្រាមតាក់ទងនឹងកម្ដៅឡាតង់បង្ហួតគឺយើងគូពីចំណុចរំពុះ100អង្សាសេទៅ100អង្សាសេចំហាយចាតាក់ទងកម្ដៅឡាតង់បង្ហួតយើងតាំងគុយវេចាអញ្ចឹងគុយវេគឺតាំងកម្ដៅឡាតង់បង្ហួតហើយមានរូបមន្តគុយវេស្មើនឹងម៉ាស់គុណនឹង LV ចា LV យើងហៅថាកម្ដៅម៉ាស់ឡាតង់បង្ហួតចាអញ្ចឹងយើងឆ្នាំទៅគុយវេកម្ដៅឡាតង់បង្ហួតចំណែក LV កម្ដៅម៉ាស់ឡាតង់បង្ហួតចាអញ្ចឹងយកកម្ដៅម៉ាស់គុណនឹងម៉ាស់ចេញកម្ដៅឡាតង់បង្ហួតចាហើយ m នៅតែជាម៉ាស់របស់អង្គធាតុគិតជាគីឡូក្រាម LV យើងហៅថាកម្ដៅម៉ាស់ឡាតង់បង្ហួតຂະຫນາດគិតជាស៊ូក្នុង1គីឡូក្រាមចំណែកគុយវេកម្ដៅឡាតង់បង្ហួតຂະຫນາດគិតជាស៊ូចាអញ្ចឹងខ្លឹមសាររបស់យើងតកតងនឹងកម្ដៅឡាតង់យើងបានញែកយើងបានសិក្សាហើយយើងបាននិយាយពីភាពខុសគ្នារបស់វាហើយអញ្ចឹងយើងមកមើលតកតងនឹងចាកម្ដៅម៉ាស់នៃកម្ដៅម៉ាស់ឡាតង់បង្ហួតនៃទឹកគឺមានតម្លៃប៉ុណ្ណេះដែលយើងអាចដឹងចាក្នុងករណីកម្ដៅម៉ាស់ឡាតង់បង្ហួតវិញគឺពេលខ្លះគេប្រាប់ពេលខ្លះគេប្រាប់តែបើគេអត់ប្រាប់ទេបងអូនយកតម្លៃវាទៅគឺស្មើនឹង2202 kJ ក្នុង1គីឡូក្រាមចានេះជាតម្លៃមួយដែលបងអូនត្រូវដឹងដោយកម្ដៅម៉ាស់ទឹកអញ្ចឹងណាចាអញ្ចឹងយើងមកមើលយ៉ាក្រាមមួយចាតើតើនឹងយ៉ាក្រាមនេះដែរយើងមើលយ៉ាក្រាមវាមានទំនាក់ទំនងទៅនឹងកម្ដៅចាកាលណាសីតុណ្ហភាពកើនកម្ដៅកើនកាលណាសីតុណ្ហភាពថយកម្ដៅថយដូចគ្នាអញ្ចឹងយើងសង្កេតមើលតាក់ទងទៅនឹង5ចំណុចដែលយើងត្រូវដឹងចាអញ្ចឹងក្នុងករណីដែលសីតុណ្ហភាពវាកើនឃើញទេអញ្ចឹងអដេកយើងតាអកម្ដៅចំណែកអឆគឺសីតុណ្ហភាពអញ្ចឹងយើងគូយ៉ាក្រាមពីចំណុចនេះចាពីចំណុចនេះកើនទៅចំណុចនេះចាអញ្ចឹងកន្លែងនេះដោយឃើញសីតុណ្ហភាពវាប្រែប្រួលអ្វីដែលយើងកណនាគឺបរិមាណកម្ដៅគុយស្មើនឹង mc ដដែលទេចាហើយយើងសិក្សាពីចំណុចនឹងមកដល់ចំណុចកន្លែងនេះតទៀតឃើញសីតុណ្ហភាពវាថេចាអញ្ចឹងប្រសិនបើសីតុណ្ហភាពថេបែបហ្នឹងយើងប្រើរូបមន្តគឺកម្ដៅឡាតង់រលាយអញ្ចឹងយើងឆ្នាំទៅប្រសិនបើសីតុណ្ហភាពវាពីរឹងទៅរាវហើយมันផ្លាស់ប្ដូរសីតុណ្ហភាពយើងឃើញសីតុណ្ហភាពថេបែបនេះអ្វីដែលយើងប្រើគឺរូបមន្តដែលយើងប្រើគឺ I ស្មើនឹង mLS ចាដែលយើងឲ្យឈ្មោះថាកម្ដៅឡាតង់រលាយចាអញ្ចឹងយើងមើលចំណុចបន្តទៀតពីចំណុចនេះទៅចំណុចមួយនេះទៀតចាយើងឃើញសីតុណ្ហភាពវាប្រែប្រួលអញ្ចឹងអូនមិនបាច់ផ្លែកទេពេលដែលឃើញសីតុណ្ហភាពវាប្រែប្រួលរូបមន្តដែលយើងប្រើគឺគុយស្មើ mc ដដែលទេចាដោយសារតែគុយនឹងគឺអាស្រ័យទៅនឹងសីតុណ្ហភាពកាលណាសីតុណ្ហភាពប្រែប្រួលគុយនឹងក៏ប្រែប្រួលដែរចាចំណែកចំណុចនេះមកដល់ចំណុចនេះវិញយើងឃើញសង្កេតឃើញសីតុណ្ហភាពវាថេទៀតហើយកាលណាសីតុណ្ហភាពថេហើយពីភាពរាវទៅជាភាពបំរុងនឹងខ្លាយទៅជាចំហាយចាអញ្ចឹងកន្លែងហ្នឹងយើងប្រើកម្ដៅឡាតង់បង្ហួតដែលមានរូបមន្តគឺ V ស្មើនឹង mLV ចាហើយបន្តទៀតវាអត់ឈប់ដំណឹងឯងវាទៅជាចំហាយតទៀតចាអញ្ចឹងយើងអាចធ្វើតាមនឹងទៅចាអញ្ចឹងបានចាអញ្ចឹងចំណុចនេះមកដល់ចំណុចនេះឃើញសីតុណ្ហភាពវាប្រែប្រួលអញ្ចឹងរូបមន្តដែលយើងប្រើគឺគុយស្មើ mc ដដែលទេចាអញ្ចឹងកន្លែងហ្នឹងណាអូខេអញ្ចឹងយ៉ាក្រាមរបស់យើងគឺយើងបានសិក្សាហើយយើងតាក់ទងថាសីតុណ្ហភាពវាកើនយ៉ាងម៉េចធ្វើឲ្យគុយនឹងប្រែប្រួលយ៉ាងម៉េចចាអញ្ចឹងនៅក្នុងមេរៀនកម្ដៅរបស់យើងគឺបានបញ្ចប់តែប៉ុណ្ណេះចាហើយមុននឹងបញ្ចប់អ្នកគ្រូក៏មានលំហាត់ពីរដើម្បីបងអូនប្រឹងចំណេះដឹងដូចគ្នាចាអញ្ចឹងជាមើលលំហាត់ទី1គេថាស្វែងសំណមួយត្រូវការបរិមាណកម្ដៅ1.152 គុណដល់សេគុណ5 Joule ចាហើយដើម្បីដំឡើងសីតុណ្ហភាពពី25ទៅ61អង្សាចាគេឲ្យយើងគណនាចំណុះកម្ដៅរបស់ស្វែងចាអញ្ចឹងចំណុះកម្ដៅរបស់ស្វែងតើយើងប្រើរូបមន្តអ្វីចាអញ្ចឹងយើងមកមើលទាំងអស់គ្នាស្វែងលោហៈគណនាចំណុះកម្ដៅរបស់ស្វែងចាអញ្ចឹងចំណុះកម្ដៅដែលយើងដឹងគុយបរិមាណកម្ដៅហើយដឹងសីតុណ្ហភាព delta T តូចចាអញ្ចឹងយើងប្រើរូបមន្តគុយស្មើនឹង
សេគុណនឹងតាតេហើយយើងទាញរកសេធំទៅស្មើនឹងគុយចែកនឹងដេតាតេចាអញ្ចឹងយើងសមិទ្ធកម្មក្នុងប្រធានលំហាត់គេប្រាប់អស់ហើយយើងគាត់និយមបញ្ជោះទៅចាហើយ25អង្សាសេនេះគឺសីតុណ្ហភាពដើម61គឺសីតុណ្ហភាពស្រេចចាអញ្ចឹងយើងបានសេធំស្មើនឹងគុយចែកនឹងដេតាតេស្មើនឹង32គុណដល់សេគុណ2ស៊ូក្នុង1អង្សាសេចាចម្លើយឡើងហ្នឹងបងប្អូនអាចពលាតយកបានដែរមិនបាច់ដាក់ស្វ័យគុណឬក៏ដាក់ដូចអ្នកគ្រូក៏បានចាអញ្ចឹងដូចត្រូវដូចគ្នាចាអញ្ចឹងចម្លើយកម្ដៅម៉ាស់របស់ចំណុះកម្ដៅរបស់ស្វែគឺ32គុណដល់សេគុណ2ស៊ូក្នុង1អង្សាសេចានេះជាចម្លើយនៃលំហាត់អនុវត្តទី1អញ្ចឹងចូលដល់លំហាត់អនុវត្តទី2គេចាប់ផ្ដើមដាំទឹក 2.2 គីឡូក្រាមស្ថិតនៅសីតុណ្ហភាព18អង្សាសេចាអញ្ចឹងទឹកដែលត្រូវដាំគឺមានម៉ាស់ 2.2 គីឡូក្រាមសីតុណ្ហភាពគឺ18អង្សាសេចាសំណួរកគេថាគណនាកម្ដៅរបស់កណនាកម្ដៅដើម្បីបង្កើនសីតុណ្ហភាពចាអញ្ចឹងយើងមើលថាឃើញសីតុណ្ហភាពវាកើនពី18ទៅ65ចាតមកទៀតគេឲ្យយើងកណនាកម្ដៅសរុបចាអញ្ចឹងបើសិនជាកណនាកម្ដៅសរុបយើងដឹងហើយពាក្យថាសរុបគឺធ្វើផលបូកនៃកម្ដៅទាំងអស់ចាហើយទឹកគឺដដែលចាហើយគេបន្តដាំរហូតដល់ក្លិនជាចំហាយទាំងស្រុងអញ្ចឹងនេះគ្រាន់តែជាសមិទ្ធកម្មដែលយើងណូតទាំងអស់គ្នានេះជាសមិទ្ធកម្មមួយដែលជំនួយយើងក្នុងការដោះស្រាយលំហាត់ឲ្យកាន់តែលឿនចាអញ្ចឹងហើយអ្នកគ្រូក៏ណូតឲ្យយើងជាគន្លឹះវាជាលក្ខខណ្ឌដើម្បីឈានទៅរកការដោះស្រាយលំហាត់លឿនចាហើយគេប្រាប់កម្ដៅម៉ាក់បង្ហួតហើយគេប្រាប់កម្ដៅម៉ាស់ទឹកចាអញ្ចឹងគេប្រាប់អស់ហើយយើងអាចដោះស្រាយលំហាត់បានចាហើយនៅក្នុងសំណួរកយើងអាចវិភាគយ៉ាក្រាមបានចាអញ្ចឹងពី18អង្សាសេទៅដល់85អង្សាសេពី60នេះដាក់65ចាអញ្ចឹងពី18ទៅ65អង្សាសេចាអញ្ចឹងយើងអាចដោះស្រាយបានដាំគេបង្កើនសីតុណ្ហភាពពី18អង្សាសេទៅ65អង្សាសេចាអញ្ចឹងយើងដាក់ទៅគណនាកម្ដៅដើម្បីបង្កើនសីតុណ្ហភាពពី18ដល់65ចាអញ្ចឹងយើងប្រើរូបមន្តហេតុអីក៏យើងប្រើរូបមន្តគុយស្មើអឹមសេដេតាតេចាដោយសារតែឃើញសីតុណ្ហភាពយើងឃើញទេសីតុណ្ហភាពវាកើនកាលណាសីតុណ្ហភាពកើនបែបនេះយើងអនុវត្តរូបមន្តគុយស្មើអឹមសេដេតាតេចាយើងស្រង់សមិទ្ធកម្មមួយហ្នឹងយើងយកសមិទ្ធកម្មដែលយើងស្រង់យកមកដាក់បានចាបន្ទាប់ពីយើងបានសមិទ្ធកម្មទាំងអស់ហ្នឹងហើយយើងយកសមិទ្ធកម្មនេះទៅចូលរូបមន្តនេះចាអញ្ចឹងយើងបាន 2.2 គុណនឹង 4200 គុណនឹង 65 ដក 18 នេះជាបំរែបំរួលសីតុណ្ហភាពយើងណាចាជិះគុណទៅយើងឃើញ43 42 80ស៊ូចានេះជាចម្លើយនៅសំណួរកចាចាសំណួរកយើងបានដោះស្រាយគេហើយគឺបរិមាណកម្ដៅដើម្បីបង្កើនសីតុណ្ហភាពទឹកចាអញ្ចឹងគុយយើងគឺស្មើនឹង42 80ស៊ូចាអញ្ចឹងយើងអាចអានអញ្ចឹងទៅដើម្បីឲ្យយើងលឿនក្នុងការហៅលេខណាចាអញ្ចឹងយើងមកដោះស្រាយនៅលំហាត់ខដោយគេប្រាប់ថាម៉េចអញ្ចឹងក្នុងតាមរយៈសមិទ្ធកម្មក្នុងលំហាត់ខយើងអាចគូយ៉ាក្រាមបានតទៀតដោយគេឲ្យយើងគណនាថាមពលកម្ដៅសរុបចាអញ្ចឹងថាមពលកម្ដៅសរុបហ្នឹងយើងត្រូវបន្តដាំទឹកនឹងរហូតដល់ពុះសិនចាអញ្ចឹងដំបូងពី18ដល់65ចាអញ្ចឹងយើងក្រាហ្វិកយើងបានគូពីដំបូងហ្នឹងអញ្ចឹងយើងបន្តដាំទឹកមួយទៀតពី65ទៅដល់100ពុះតមកទៀតបានពី100អង្សាសេហ្នឹងទៅ100ចំហាយចាអញ្ចឹងហើយបានយើងអាចហៅបរិមាណកម្ដៅសរុបបានឃើញចាអញ្ចឹងក្នុងត្រង់ចំណុចហ្នឹងបងអូនត្រូវប្រយ័ត្នប្រយែងចាពេលខ្លះអូនប្រហែលជាជឿច្រឡំគណនាត្រឹមយ៉ាក្រាមត្រឹមនេះទេដោយសារយើងអត់បានវិភាគអញ្ចឹងយើងប្រយ័ត្នប្រយែងគេឲ្យយើងគណនាថាមពលកម្ដៅសរុបកាលណាគណនាបរិមាណថាមពលកម្ដៅសរុបយើងត្រូវយកថាមពលកម្ដៅនីមួយៗបូកបញ្ចូលគ្នាទាំងអស់អានឹងហើយបានថាមពលកម្ដៅសរុបដែលទឹកត្រូវការដើម្បីឲ្យទឹក 2.2 គីឡូក្រាមហ្នឹងคล้ายជាចំហាយចាអញ្ចឹងយើងត្រូវបន្តដាំទឹកហ្នឹងពីសីតុណ្ហភាព65ហ្នឹងរហូតដល់100អង្សាសេពុះសិនបានវាអាចคล้ายជាចំហាយកើតមិនអញ្ចឹងចាអញ្ចឹងហើយយើងត្រូវសិក្សាតទៅនឹងបាតុភូតវាច្បាស់អញ្ចឹងដើម្បីគណនាបរិមាណកម្ដៅសរុបបានយើងត្រូវរកបរិមាណកម្ដៅគុយ1គុយ2មកដល់គុយ3ចាដោយឡែកគុយ1យើងរកឃើញនៅសំណួរកអញ្ចឹងគុយ2
គឺយើងត្រូវរកបន្តទៀតគឺយើងបន្តដាំទឹកពី65ទៅ10ពី65ទៅ100អង្សាចាហើយបន្តឡើង100អង្សាហ្នឹងពុះហើយវានឹងខ្លាយទៅជាចំហាយតិចម្ដងចាអញ្ចឹងហើយគុយ3ស្មើនឹងគុយវេចាអញ្ចឹងយើងមកហៅមួយម្ដងកណនីបរិមាណកម្ដៅសរុបដើម្បីឲ្យទឹកខ្លាយទៅជាចំហាយទាំងស្រុងចាអញ្ចឹងយើងប្រើរូបមន្តគុយទេស្មើនឹងគុយ1បូកគុយ2ហើយបូកនឹងគុយ3ចាហើយគុយ1ស្មើនឹងគុយដែលយើងរកឃើញនៅសំណួរកគឺស្មើនឹង43 42 80ស៊ូចាអញ្ចឹងនៅក្នុងសំណួរកយើងបានរកឃើញហើយយើងត្រូវបន្តរកគុយ2និងគុយ3ចាអញ្ចឹងគុយ2គណនាកម្ដៅដើម្បីបង្កើនសីតុណ្ហភាពទឹកនឹងបន្តទៀតពី65ទៅដល់100អង្សាសេពុះសិនចាអញ្ចឹងយើងប្រើរូបមន្តគុយ2ស្មើនឹងអ៊ំសេដេតាទេចាអញ្ចឹងយើងដឹងអស់ហើយយើងយកមកជួសទៅយើងក៏ឃើញបរិមាណកម្ដៅទឹកដែលបង្កើនពី65ទៅ100អង្សាសេចាបន្ទាប់ពីយើងរកឃើញគុយ2ហើយយើងបន្តរកគុយ3ចាអញ្ចឹងគុយ3របស់យើងគឺស្មើនឹងគុយវេចាដែលឡែកគុយ3ស្មើនឹងគុយវេអញ្ចឹងយើងអាចទាញបានគុយ3និងគុយវេចាអញ្ចឹងយើងយកមកជួសទៅនឹងឃើញ 48.4 គាត់អត់សេគុណ5ស៊ូចាអញ្ចឹងគុយ1គុយ2គុយ3យើងរកឃើញហើយយើងអាចរកបរិមាណកម្ដៅសរុបបានហើយដើម្បីឲ្យទឹកនឹងក្លាយទៅជាចំហាយទាំងស្រុងចាអញ្ចឹងមានន័យថាថាមពលកម្ដៅសរុបរបស់យើងគឺយកគុយ1បូកគុយ2បូកគុយ3មកយកតម្លៃវាមួយយកបូកបញ្ចូលគ្នាយើងនឹងឃើញចម្លើយចុងក្រោយគឺឃើញ55 97 680ស៊ូចាអញ្ចឹងវាជាចម្លើយនៅដំណោះស្រាយខចាអញ្ចឹងថាមពលកម្ដៅសរុបយើងបានរកឃើញហើយចាអញ្ចឹងបងប្អូនអរគ្នាដើម្បីឲ្យលំហាត់នឹងកាត់ធ្វើកាន់តែស្ទាត់ត្រូវបងប្អូនបិទចម្លើយហើយហ៊ានធ្វើឡើងវិញចាអរគុណច្រើនបងប្អូនទាំងអស់គ្នានៅក្នុងខ្លឹមសារមេរៀនទី3របស់យើងបានបញ្ចប់តែប៉ុណ្ណេះចាអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយៗបន្តទៀតចាអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលា